សូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជម្រាបសួរបងប្អូនជារួមជាតិជារួមភាសាទូទាំងសកលលោកជាទីគោរពថ្ងៃនេះនាងខ្ញុំសូមចែករំលែកនេតិអានប្រវត្តិសាស្ត្រប្រទេសកម្ពុជាបន្តចានេះនាងខ្ញុំបានអានមកដល់ថ្ងៃនេះមកដល់ទំព័រទី9ណាបងប្អូននិយាយអំពីប្រជាជនចាអំពីប្រជាជនចាដូច្នេះថ្ងៃនេះទំព័រទី9សូមបន្តទំព័រទី9នេះខ្ញុំបានអានទំព័រទី1រហូតដល់ទី8ហើយបើបងប្អូនចង់ដឹងទី1រហូតដល់ទី8អាចចូលមើលស្ដាប់វីដេអូនាងខ្ញុំបានចែករំលែកកន្លងមកថ្ងៃនេះមកដល់ទំព័រទី9ពួកលាវនៅពីខាងជើងទឹកដីដែលពួកខ្មែរឬកម្ពុជារស់នៅមានប្រជាជនផ្សេងទៀតដែលមិនសូវជាស៊ីវិល័យរស់នៅដែរគឺពួកលាវដើមចាប់ពីខោនរហូតដល់ព្រំប្រទល់ខេត្តយុនណានប្រទេសចិនរឿងព្រេងរបស់លាវនិយាយថាពួកវិប្រជាក្រុមមនុស្សដែលមានការរៀបចំមិនទាន់គ្រប់សពនៅប្រទេសលាវមានដើមកំណើតចេញមកពីបុព្វបុរសរួមតែមួយពាក្យថាវិប្រជាលាវនេះមិនមែនសំដៅយកតែប្រជាជនលាវសពថ្ងៃប៉ុណ្ណោះទេគឺរាប់បញ្ចូលទាំងប្រជាជនដែលរស់នៅក្នុងអាងទន្លេមេណាមខាងជើងផងដែរមុនពេលដែលពួកថៃមកដល់ពួកមួងនៅតុងកឹងពួកម៉ង់ពួកចាវជីឬពួកធុកមុនពេលជ័យជំនះរបស់ពួកងាមណន់ឬអាណាមព្រមទាំងរដ្ឋសានមុនពេលពួកសានដែលមានដើមកំណើតថៃមកដល់តាមរឿងព្រេងទាំងនោះមេរបស់ពួកគេមានឋានៈជាគួនដែលមាននៅបន្តរហូតមកដល់សព្វថ្ងៃនៅលាវក៏ដូចជានៅថៃនិងកម្ពុជាផងដែរគឺជាឋានៈមន្ត្រីថ្នាក់ទាបពួកមនឬប៉ាកានណាប្រជាជនមនឬប៉ាកានណាបងប្អូនមកដល់មនឬប៉ាកានពួកមនរស់នៅលើច្រាំងខាងត្បូងនៃទន្លេអ៊ីរ៉ាវតីនិងនិងទន្លេសាបលូអង់ក្រោយពីរៀបចំកសាងរាជធានីពេទ្កូរួចពួកនេះដាក់ឈ្មោះខ្លួនឯងថាពេទ្កូដែរហើយបានត្រូវពួកអឺរ៉ុបកែដាក់ថាប៉ាកានវិញដើម្បីកុំឲ្យច្រឡំនឹងឈ្មោះរាជធានីនិងឈ្មោះស្រុកផងពួកនេះធ្វើដំណើរចេញមកពីរ៉ូម៉ាញ់ញ៉ាទេសដែលស្ថិតនៅតាមមាត់សមុទ្របឹងហ្គោលនៅទីនោះមានទីក្រុងផ្សេងទៀតគឺតាវយតេណាស់សេរីមម៉ែកុយនិងម៉ាតាបានដែលកំបាំងបាត់នៅពីក្រោយកោះជាច្រើនរយតាមពិតពួកនេះមានដើមកំណើតនៅឥណ្ឌាគឺប្រហែលជានៅតាមមាត់សមុទ្រកូរ៉ូម៉ង់ដែលឬអូរីហ្សាដែលពីមុនហៅថាកលិងគៈពួកនេះបានកសាងរាជធានីទី1របស់គេមានឈ្មោះថាតាលីងតាំងពីមុនគ្រិស្តសករាជហើយក៏ត្រូវបានហៅថាតាលីងយ៉ាងនេះរហូតដល់សតវត្សទី18តែពួកអឺរ៉ុបហៅថាតាលៀងគឺចាប់ពីរាជធានីនេះហើយដែលពួកគេចេញទៅលុកលុយទឹកដីសវណ្ណភូមិ
គឺប្រទេសភូមាភាគខាងត្បូងសពថ្ងៃនៅសវណ្ណភូមិនេះពួកកលិង្គៈដែលមកពីខាងត្បូងនឹងជួបជាមួយពួកភូមាដែលចុះមកពីខាងជើងមានពួកតាលឹងមួយចំនួនដើរកាត់ភ្នំតេណាសេរីមទៅរស់នៅច្របូកច្របល់ជាមួយប្រជាជនដែលមានដើមកំណើតជាខ្មែរនៅត្រង់ទឹកដីសៀមសពថ្ងៃមួយក្រុមទៀតចុះទៅក្រោមទៅកាន់ទៀបកោះម៉ាឡាកាទៅរស់នៅជាមួយអ្នកស្រុកដើមដែលមានរួចទៅហើយបន្តទៀតគឺពួកសៀមឬថៃនេះបងប្អូនដើមកំណើតសៀមឬថៃនៅសតវត្សទី1នៃគ្រិស្តសករាជមិនទាន់មានពួកសៀមឬថៃមកនៅជាមួយពួកខ្មែរចាមឬចម្ប៉ានិងអាណាមទេឃើញទេបងប្អូនមានប្រភពដើមចេញពីឥណ្ឌាត្រង់នីរដីប្រទេសចិនពីសម័យកាលដ៏យូរលង់មួយពួកនេះបានមកដណ្ដើមយកទឹកដីនៅចន្លោះយុនណានពីខាងកើតទីបេពីខាងលិចនិងភូមាខាងលើពីខាងត្បូងពួកនេះបានបង្កើតជាក្សត្រប្រទេសបារាំងហៅប្រាំងស៊ីពូតេរបស់ថៃបានចំនួន6នៅសតវត្សទី2នៃសករាជយើងដែលពួកចិនដាក់ឈ្មោះថាណានឆាវមានន័យថាក្សត្រទិសខាងត្បូងពេលនោះពួកថៃមិនទាន់មានគំនិតចង់ធ្វើដំណើរមកត្បូងគឺមកកាន់ឥណ្ឌូចិននៅឡើយទេពួកនេះប្រហែលជាធ្លាប់មានធ្វើចម្បាំងជាមួយនឹងពួកភូមាខ្លះហើយនៅពេលនោះក៏ប៉ុន្តែគ្មានឯកសារណាបញ្ជាក់ពីរឿងនេះទេនៅសតវត្សដំបូងនៃគ្រិស្តសករាជហើយវាហាក់ដូចជាមិនទាន់មានសង្គ្រាមធំដុំទេមុនសតវត្សទី5យើងមានតែព័ត៌មានស្ដីពីរឿងណានឆាវចុះមកវាយភូមានៅសតវត្សទី7ប៉ុណ្ណោះចំណែកទឹកដីដែលសពថ្ងៃយើងហៅថាសៀមកាលពីពេលនោះមានប្រជារាស្ត្ររួចហើយគឺពួកដែលរស់នៅតាមមាត់ទន្លេមេណាមខាងក្រោមដូចគ្នាទៅនឹងប្រជាជនដែលរស់នៅតាមមាត់ទន្លេមេគង្គខាងក្រោមរីឯពួកដែលរស់នៅតាមមាត់ទន្លេមេណាមខាងលើដូចគ្នាទៅនឹងប្រជាជនដែលរស់តាមមាត់ទន្លេមេគង្គក្នុងប្រទេសលាវដែរនាពេលនេះតាមមើលទៅវាហាក់ដូចជាមានពួកបរទេសចូលមករស់លាយឡំជាមួយពួកខ្មែរនៅត្រង់មេណាមភាគខាងក្រោមនិងកណ្ដាលស្រេចទៅហើយគឺពួកមនដែលយើងបានរៀបរាប់ពីខាងលើរួចហើយតែការលាយឡំនេះមិនអំណោយផលល្អដល់ការត្រួតត្រារបស់ពួកកម្ពុជាទេដែលលាយសពល្អជាងដែលលាយសពល្អជាងចាចាប់ពីដំបូងម្លេះពួកមនខ្មែរនេះដូចជាប្រកាសខ្លួនឡើងជារដ្ឋមិនចំណុះហើយប្រជែងជាមួយនគរកម្ពុជាដល់ពេលដែលពួកថៃឬសៀមចុះមកច្បាំងដណ្ដើមយកទឹកដីនេះបានពួកថៃឬសៀមនេះបានទទួលជាមរតកនៅកំហឹងរបស់ប្រជាជនដែលត្រូវគេត្រួតត្រាហើយចាប់បន្តការប្រឆាំងទល់នឹងការត្រួតត្រារបស់ខ្មែររហូតដល់ពួកគេទទួលបាននៅជោគជ័យមកដល់នឹងសពថ្ងៃមកទល់នឹងសពថ្ងៃ
គឺ7សតវត្សក្រោយពេលដណ្ដើមបានអិតអានថាម៉េចទេបងប្អូនដណ្ដើមបានអិដ្ឋបត្តមិនទេអិដ្ឋបត្តសំទោសអិដ្ឋបត្តជាលើកទី1ចាដណ្ដើមបានអិដ្ឋបត្តជាលើកទី1បណ្ដាក្រុមអូប៉ានិតវេសហិណ្ឌូបណ្ដាក្រុមអូប៉ានិវេសហិណ្ឌូនៅដើមនៃគ្រិស្តសករាជវាហាក់ដូចជាមានក្រុមឧបនិវេសអ្នកចេញទៅប្រទេសក្រៅឧបនិវេសអ្នកចេញទៅប្រទេសក្រៅណាបងប្អូនបានន័យថាឧបនិវេសអ្នកចេញទៅប្រទេសក្រៅជ្វាម៉ាឡេនិងហិណ្ឌូដែលចេញផ្ទាល់មកពីប្រជុំកោះអង្គស៊ុយឡាំងនិងកលិង្កៈមកតាំងពីតាមមាត់សមុទ្រខាងត្បូងនិងខាងលិចនៃឥណ្ឌូចិនរួចទៅហើយក្រោយមកពួកនេះបានច្របល់លាយគ្នាចូលជាមួយអ្នកស្រុកដើមគឺពួកខ្មែរនេះឯងគឺក្រុមឧបនិវេសកលិង្កៈទាំងអស់នេះហើយដែលបានកសាងរាជាណាចក្រតូចប្រកបដោយអរិយធម៌ហិណ្ឌូនៅផ្នែកខាងត្បូងនៃឥណ្ឌូចិនរាជាណាចក្រទាំងនោះក្រោយមកคล้ายជាប្រទេសកម្ពុជាឬស្រុកខ្មែរចំណែកនៅតាមមាត់សមុទ្រខាងលិចនៃឥណ្ឌូចិនដែលបែរមុខទៅរកឈូងសមុទ្របឹងហ្គលវិញមានរាជាណាចក្រតូចដែលពួកព័រទុយហ្គេហៅថាមេតាបានមេគុយតាវ៉យគេតេណាសេរីមព្រមទាំងរាជាណាចក្រតូចនៅតាមឆ្នេរសមុទ្រខាងកើតនៃទៀបកោះម៉ាឡាកាមានលីកូឬស្រីធម្មរាជនគរជាដើមអាណាមឬតុងកឹងប្រជាជនអាណាមឬតុងកឹងចូលដល់ប្រជាជនអាណាមនិងតុងកឹងកាលពីសតវត្សមុនគ្រិស្តសករាជនៅប៉ែកពីយោអានថាម៉េចទេបងប្អូនពីយោនៅប៉ែកពីយោនៃតុងកឹងសប្តាហ៍ថ្ងៃមានរាជាណាចក្រតូចមួយដែលពួកចិនហៅថាធុកឬណាមយ៉ែអ្នកស្រុករត់នេះមានសម្បូរជាមនប៉ុន្តែពួកនេះប្រហែលជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណាមដែលមកពីភាគខាងត្បូងនៃទន្លេយ៉ុងសេយ៉ាងឬទន្លេខៀវរាជធានីគឺភៀនងូព្រះរាជាមួយអង្គនៃរាជាណាចក្រនេះព្រះនាមម៉នឬយ៉ាវជីបានប្រកាសសង្គ្រាមជាមួយចិនរួចវាយដណ្ដើមយកបានខេត្តខ្វាងតុងកាលនោះមានឈ្មោះថាតៃវៀតខេត្តត្រកាងសេនិងភូគៀនកាលនោះមានឈ្មោះថាដុងអូព្រមទាំងរដ្ឋតូចមួយចំនួនទៀតព្រះអង្គត្រូវបានព្រះចៅអធិរាជចិនទទួលស្គាល់ថាជាព្រះរាជានៃងាមណាមឬអាណាមដែរអាណាមនាពេលនោះគឺតុងកឹងសប្តាហ៍ថ្ងៃនេះឯងចាប់ពីពេលនោះមករាជាណាចក្រធុកក្រោមឈ្មោះ
ថ្មីថាអាណាមឬងានណាមមានទឹកដីលាតសន្ធឹងចាប់ពីព្រំដែនភាគខាងត្បូងយុនណានរហូតដល់ឈូងសមុទ្រតុងកឹងនិងរហូតដល់ព្រំដែនភាគខាងជើងនគរចម្ប៉ាគឺអាណាមសពថ្ងៃរាជាណាចក្រនេះដែលចិនហៅថាណាមញ៉ែឬណាមវៀតនៅឆ្នាំ111មានន័យថាតក្សិនបែកខ្ចែកសំទោសបែកខ្ញែកបានមានន័យថាតក្សិនបែកខ្ញែកបន្ទាប់មកបានត្រូវធ្លាក់នៅក្រោមការត្រួតត្រារបស់ឧត្តមសេនីយ៍មេទ័ពចិនដែលព្រះចៅអធិរាជចិនតែងតាំងឲ្យធ្វើជាចៅហ្វាយខេត្តពួកនេះគ្រប់គ្រងអំណាចតគ្នាពីឪពុកដល់កូនហើយពង្រឹងអំណាចតែក្នុងគ្រួសារឯងយ៉ាងដូចនេះពួកឧត្តមសេនីយ៍ចៅហ្វាយខេត្តទាំងនេះបានបែងចែកទឹកដីព្រះរាជាណាចក្រអាណាមជា9ខេត្តហៅថាខ្វាន់ក្នុងនោះមាន4ស្ថិតនៅចិនភាគខាងត្បូង3នៅតុងកឹងខាងក្រោមនិង2ទៀតនៅតុងកឹងខាងលើចំណែក8ផ្នែកកណ្ដាលចំណែកឯផ្នែកកណ្ដាលនៃរាជាណាចក្រអាណាមដែលសោយរាជ្យដោយឧបរាជចិនមានចេញជា3ខ្វាន់គឺខ្វាន់យ៉ាងជីវខ្វាន់យ៉ាវជីគូជឿននិងយុទ្ធណាមខ្វាន់ទាំងនេះគេហៅថាទួងខ្វាងក្រោយមកคล้ายជាតុងកឹងដែលសប្តាហ៍ថ្ងៃនេះជាឈ្មោះរបស់ប្រទេសទាំងមូលនិងស្ថិតនៅចន្លោះយុនណានលាវឈូងសមុទ្រតុងកឹងជួរភ្នំអាណាមនិងមាត់ច្រកអាណាមគេដំណាលថានៅឆ្នាំ166នៃគ្រិស្តសករាជមានពួកឈ្មួញដែលអះអាងថាខ្លួនជារាជទូតរបស់ព្រះអធិរាជរ៉ូម៉ាំងព្រះនាមថាម៉ាក់អូរ៉ែលហើយដែលប្រហែលមិនមែនមានសញ្ជាតិរ៉ូម៉ាំងទេបានមកចុះសំពៅនៅខាងត្បូងនគរយ៉ាវជីឬអាណាមនេះតាមមើលទៅនៅក្នុងផែនទីរបស់ផ្គូលេមេហាណូយគឺអាកាណាការ៉ាសំទោសអានម្ដងទៀតហាណូយគឺអាកាណាការ៉ាហើយប្រជាជនដែលរស់នៅត្រង់ពាមទន្លេក្រហមបានហៅខ្លួនឯងតាមរបៀបសាមញ្ញថាអ៊ីនឌុយបងប្អូនអ៊ីនឌុយភាសាចិនយួនសំទោសអ៊ីនឌុយឥឡូវនេះមកចូលប្រជាជនពួកម៉ារ៉ាម៉ាឬមីយ៉ាម៉ាឬភូមាមកដល់ប្រជាជនភូមាណាបងប្អូនចានៅពាក្យយប់ឥណ្ឌូចិនមានទឹកដីដែលមានឈ្មោះសព្វថ្ងៃថាភូមាខាងលើដែលមានពួកម៉ារ៉ាម៉ារស់នៅពួកនេះក្រោយមកបានដូរឈ្មោះជាភូមាវិញពួកនេះចុះមកពីទីបេកាលពីរវាង2ឬ3សតវត្សមុនគ្រិស្តសករាជរួចមកដណ្ដើមយកទឹកដីរបស់ពួកការ៉េននៅ
ពួកការ៉េននេះជាប្រជាជនគ្មានអរិយធម៌ស្លូតចូលចិត្តធ្វើកសិកម្មអាស្រ័យដោយភាពអៀនព្រាននិងទំនៀមទម្លាប់អន់ថយពួកគេត្រូវរស់នៅឆ្ងាយពីទីក្រុងរហូតមកដល់សព្វថ្ងៃនេះវត្តមានរបស់ពួកម៉ារ៉ាម៉ានៅត្រង់ផ្នែកខាងលើនៃទន្លេអ៊ីរ៉ាវ៉ាតីនេះបានបង្ខំឲ្យពួកសានដែលមានសម្បូរថៃដែរហើយដែលយើងនឹងលើកមកនិយាយខាងក្រោមនេះត្រូវកិច្ចខ្លួនទៅរស់នៅឯស្រុកលាវហើយពេលធ្វើដំណើរទៅដល់ឥណ្ឌូចិនក៏បង្កើតបានជាក្សត្រប្រទេសជាច្រើនរស់នៅឆ្ងាយពីសមុទ្រពីទន្លេដោយមិនគិតពីការអភិវឌ្ឍឡើយពួកម៉ារ៉ាម៉ាបានទុកឲ្យពួកសានរស់នៅលើទឹកដីផ្នែកខាងជើងហើយមិនបានរំខានពួកនេះក្នុងការវាយយកទឹកដីឯខាងកើតទេពីព្រោះពួកម៉ារ៉ាម៉ាមានបំណងចង់តែចុះមកខាងក្រោមទន្លេអ៊ីរ៉ាវ៉ាតីសំដៅមករកសមុទ្រដោយគ្មានចង់វាតយកទឹកដីប្រទេសលាវឡើយតាមមើលទៅនៅដើមសតវត្សនៃគ្រិស្តសករាជពួកភូមាឬម៉ារ៉ាម៉ាបានដណ្ដើមយកបានទឹកដីដែលសព្វថ្ងៃនេះគឺប្រទេសភូមាភាគខាងលើរួចទៅហើយមកឥឡូវនេះមកដល់ពួកសានណាបងប្អូនពួកសាននៅខាងលិចប្រទេសលាវភាគខាងលើបន្ទាប់ពីទឹកដីមួយកន្លែងនៅលើច្រាំងខាងស្ដាំនៃទន្លេមេគង្គដែលជាចំណែកមួយនៃព្រះរាជាណាចក្រឃ្លួងប្របាងសប្តាហ៍ថ្ងៃនេះមានប្រជាជនមួយក្រុមរស់នៅគឺពួកសានដូចដែលបានរៀបរាប់ពីខាងលើរួចមកហើយពួកសាននេះមានសម្បូរជាមួយពួកថៃឬសៀមប្រជាជនសាននេះចុះមកពីកន្លែងមួយដែលក្រោយមកคล้ายជារាជាណាចក្រតាលីពួកនេះបានមករស់នៅពីខាងកើតពួកភូមានៅពេលដែលពួកភូមានេះកំពុងវាយដណ្ដើមយកទឹកដីពីពួកមនឬប៉ាកានតែត្រូវពួកមនវាយដេញឲ្យរត់ឡើងទៅផ្នែកខាងលើនៃទន្លេអ៊ីរ៉ាវ៉ាតីវិញទៅជាកន្លែងដែលពួកមននេះធ្លាប់នៅកាលពី3សតវត្សមុននៅដើមគ្រិស្តសករាជពួកសានបានត្រួតត្រាពេញទឹកដីដែលពួកគេរស់នៅសប្តាហ៍ថ្ងៃនេះដោយបង្កើតបានជាក្សត្រប្រទេសមួយចំនួនមានស្វ័យភាពរៀងខ្លួនក៏ប៉ុន្តែទាំងអស់គ្នាស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះចៅអធិរាជមួយអង្គការត្រួតត្រានោះអាចមានតែនាមនិងអាចជាការត្រួតត្រាពិតប្រាកដតែនៅក្នុងកាលៈទេសៈខ្លះប៉ុណ្ណោះក្សត្រប្រទេសទាំងអស់នោះស្ថិតនៅឆ្ងាយពីសមុទ្រពីទន្លេធំនិងពីពាណិជ្ជកម្មផងដែរដូចនេះពួកគេមិនសូវជាលូតលាស់ប៉ុន្មានទេដោយហេតុនោះពួកគេខិតខំបង្កើនផលតែលើដីដែលគេដណ្ដើមបានពីពួកលាវប៉ុណ្ណោះហើយមិនបានយកចិត្តទុកដាក់នឹងស្ថាបនាផ្លូវថ្នល់ធ្វើដំណើរអ្វីឡើយគេគិតថាមាន
សម្ព័ន្ធមានកុលសម្ព័ន្ធសានមួយនៅផ្នែកខាងលើរដ្ឋអាសាមដែរប៉ុន្តែគឺជាក្សត្រប្រទេសមួយដែលមិនសូវជាមានសារៈសំខាន់ប៉ុន្មានទេអំពីប្រទេសចិនចូលដល់ប្រទេសចិនណាបងប្អូនអំពីប្រទេសចិននៅដើមគ្រិស្តសករាជប្រទេសចិនបានមានអធិភាពប្រហែលជា3000ឆ្នាំរួចមកហើយពួកចិនមានអរិយធម៌រីកចម្រើនខ្លាំងណាស់ទៅហើយគឺមានទស្សនវិជ្ជាប្រកបដោយកតេបណ្ឌិតតាំងពី5សតវត្សមុនមកម្លេះនិងមានសាសនាច្រើនដែលមានមូលដ្ឋានស្ថិតនៅលើសិលធម៌ប្រកបដោយវិចារណញ្ញាណនិងនៅលើការគោរពបូជាបុព្វបុរសព្រមទាំងទំនៀមទម្លាប់បុរាណផងពេលនោះប្រទេសចិនមិនធំដូចសពថ្ងៃនេះទេបណ្ដាខេត្តខាងលិចមិនស្ថិតនៅក្រោមអាណាព្យាបាលរបស់ពួកគេទេប្រទេសទីបេកាលនោះនៅឯករាជ្យមិនទាន់ជាទឹកដីរបស់ចិននៅឡើយហើយចិនប្រហែលជាត្រួតត្រាបណ្ដាខេត្តដែលនៅឆ្ងាយពីរាជធានីមិនជាច្រើនប៉ុន្មានទេអំណាចរបស់ចិននៅពេលនោះគឺជាអំណាចដែលមានតែឈ្មោះប៉ុណ្ណោះចំពោះប្រជាជនជាច្រើននៅទិសខាងជើងនិងខាងនិរតីពួកអាណាមនៅខាងត្បូងនិងពួកកូរ៉េនៅខាងជើងដែលមិនត្រឹមតែមិនទទួលយកអនុត្តរភាពរបស់ចិនប៉ុណ្ណោះទេថែមទាំងបះបោរប្រឆាំងទៀតផងទោះជាយ៉ាងនេះក្តីនៅកន្លែងណាដែលចិនវាតអំណាចទៅដល់ពួកគេផ្សព្វផ្សាយអរិយធម៌របស់គេហើយប្រជាពលរដ្ឋទទួលយកទំនៀមទម្លាប់ឧត្តមគតិប្រពៃណីនិងទស្សនវិជ្ជារបស់គេអ្វីដែលបានរៀបរាប់មកខាងលើនេះគឺជាអ្វីដែលមាននៅលើទឹកដីឥណ្ឌូចិននៅដើមគ្រិស្តសករាជគឺមានប្រជាជនដែលរស់នៅក្នុងឧបទ្វីបឥណ្ឌូចិនប្រជាជនដែលគំរាមកំហែងមកពីខាងត្បូងនិងប្រជាជនដែលរស់នៅភាគខាងជើងដែលនៅតែមានឥទ្ធិពលយ៉ាងខ្លាំងនិងមានប្រសិទ្ធភាពមកលើឥណ្ឌូចិនរហូតដល់សព្វថ្ងៃនេះនៅពេលដែលនិយាយអំពីប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាយើងត្រូវតែនិយាយអំពីប្រទេសទាំងអស់នោះដែរពីព្រោះក្រៅតែប្រទេសចិននិងប្រទេសឥណ្ឌាដែលច្រើនតែមានទំនាក់ទំនងមិត្តភាពជាមួយកម្ពុជាប្រទេសជិតខាងឯទៀតច្រើនតែមានចម្បាំងជាមួយកម្ពុជានិងមានប្រទេសជាច្រើនដែលកម្ពុជាបានវាយកាន់កាប់ដាក់ជាចំណុះឥឡូវនេះយើងពិនិត្យមើលថាតើអាណាចក្រខ្មែរដ៏ខ្លាំងក្លាមួយនេះចាប់ផ្ដើមឡើងយ៉ាងចាប់ផ្ដើមឡើងយ៉ាងដូចម្ដេចរីកចម្រើនយ៉ាងណាហើយតើក្រោយពីដណ្ដើមបានទឹកដីឥណ្ឌូចិនភាគកណ្ដាលតាំងពីជើងរហូតមកដល់ត្បូងពោលគឺអាងទន្លេមេគង្គទាំងមូលរួចហើយហេតុអ្វីក៏ស្រាប់តែត្រូវកាត់ផ្ដាច់អំពីនគរចំណុះទាំងឡាយអស់រលីងនៅសល់តែទឹកដីតូចមួយយ៉ាងដូចនេះយើងនឹងស្រាវជ្រាវមើលបន្តមកថាតើការមកដល់របស់ពួកបារាំងបានជួយស្រោចស្រង់ប្រទេសនេះពីកណ្ដាប់ដៃពួកសៀមដែលជាសត្រូវ1000ឆ្នាំនិងពីកណ្ដាប់ដៃពួកអាណាម
ដែលឆ្លោះជាមួយខ្មែរ3សតវត្សរួចមកហើយដោយរបៀបណានៅទីបញ្ចប់យើងនឹងពិនិត្យមើលថាក្រោមឥទ្ធិពលនៃអរិយធម៌បារាំងប្រទេសនេះហាក់ដូចប្រែជាមានវាសនាមួយផ្សេងដទៃពីវាសនានៃការធ្លាក់ចុះរបស់ខ្លួនដែលត្រៀមទុកដោយឡែកកាលពីថ្មីនៅឡើយចាស់ថ្ងៃនេះសូមចប់ត្រឹមនេះណាបងប្អូនគឺដូច្នេះប្រទេសខ្មែរយើងនេះចុងក្រោយនេះសំខាន់ណាស់បងប្អូនស្ដាប់ដែលនាងខ្ញុំអានពីប្រទេសខ្មែរយើងចាហេតុអ្វីបានคล้ายទៅជាទូចវិញណាហ្នឹងហើយលើក្រោយនាងខ្ញុំនឹងបន្តទៅទំព័រ15ចាសូមចាប់ត្រឹមនេះជូនពរបងប្អូនមានសុខភាពល្អគ្រប់គ្នាចាសំណាងល្អទាំងអស់គ្នាចាស្វែងយល់ប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមួយនាងខ្ញុំបន្តទៀតលើក្រោយចាសូមអរគុណសូមជម្រាបលា